máy không nó có đấy không nào rồi Xôm con bẩn thoi đáy sọc sai được bọn tỷ cho ấy để sao mà dạ trong khỏi ní chôn chết bò tết cọt màu lên tràn mền tén màu bị tết chân khang dương phong kịch bị tắc chân nôn phong ấy phong nắng chẳng dương cổ cua tẹp chi dương sọc sai được bọn tỷ cho ấy ban tràn chưa bị saiคือcái lại thay thay sànแบบนี้nhom ban chuột khang chôn chết bò tết ní đòi cháy đón bộ quạtรูเรมนเต้นให้ยังกับบ้านนายนองกอดปีกับไหลทำไมในสกทำไมยังส่งใบแต่ยงก็ตอนสกอร์ได้พวกกอดสบายจัดคลังเหมือนเต้นไปบ้านเมาจะหมวยยังให้ไปเด็กกอดบ้านมาคืนตักชัวบ่ยังกอดกอดบ้านสไลด์ท่า Amazing, this is beautiful place. Oh, the best in Cambodia. ជួបរៀបសុំចង់រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីដែលវីដេអូនេះខ្ញុំនឹងមកនិយាយពីទឹកជ្រោះមួយកន្លែងថ្មីមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយក៏មានចម្ងាយចិត្តពីផ្លូវជាតិចូលទៅដែរដើម្បីទៅលេងទឹកជ្រោះមួយកន្លែងថ្មីនឹងបានអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរទៅខាងអូសោមសិនហើយបើសិនជាយើងអត់ចង់ទៅវល់ល្ងាចយើងត្រូវរកកន្លែងស្នាក់នៅដូចជាខ្ញុំស្នាក់នៅឯខាងសោមស្តេនៅឯខាងអូសោមហ្នឹងនៅសោមស្តេមានបន្ទប់ធំតលាយស្អាតខ្លាំងមែនតើមានតម្លៃសមរម្យជាពិសេសគឺមានកង្ហារម៉ាស៊ីនត្រជាក់មានជម្រើសច្រើនឲ្យអ្នកទាំងអស់គ្នាហើយមានភាគច្រើនគឺជាក្រែ2មួយទៀតអ្នកទាំងអស់គ្នាពេលទៅសោមស្តេគឺអាចសួរព័ត៌មានពីកន្លែងដើរលេងនៅឯក្នុងអូសោមទាំងមូលបានគាត់កន្លែងខ្លះគាត់ជូនទៅបានគាត់ជូនទៅកន្លែងខ្លះជូនទៅអត់បានគាត់មានហ្គាយជូនទៅគាត់មានព័ត៌មានលម្អិតទៅខាងហ្នឹងដូចជាកន្លែងថ្មីដែលខ្ញុំស្គាល់ហ្នឹងគឺស្គាល់តាមគាត់ដូចគ្នាដែរខ្ញុំទៅលេងកន្លែងគាត់ហើយគាត់ក៏ថាអូមានទឹកជ្រោះថ្មីមកកន្លែងស្អាតណាស់អត់មានណាគេស្គាល់អត់មានណាគេទៅផ្សព្វផ្សាយទេគាត់ចង់ឲ្យខ្ញុំទៅជួយផ្សព្វផ្សាយខ្ញុំលឿនបំផុតហើយឮថាមានកន្លែងថ្មីស្អាតហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចតាក់ទងព័ត៌មានបន្ថែមតាមលេខទូរស័ព្ទគាត់នេះខាងលើហ្នឹងហើយក្នុងខមមិនខ្ញុំនឹងតម្លែងឲ្យបន្ថែមទៀតហើយបន្ទប់ស្នាក់នៅរបស់គាត់មិនត្រឹមតែធំទូលាយស្អាតទេគាត់ក៏មានទឹកត្រជាក់ទឹកក្តៅសឹងតែគ្រប់បន្ទប់ឲ្យហើយគ្រឿងប្រើប្រាស់ក្នុងបន្ទប់ទឹកវិញមានម៉ាសេតគឺល្អមែនតើសម្រាប់គ្នាយើងដែលចូលចិត្តបោះតង់យើងក៏អាចទៅបោះតង់នឹងបានដូចគ្នាជួលតង់គាត់ក៏បានយកតង់ទៅខ្លួនឯងក៏បានគាត់មាន space ច្រើនកន្លែងឲ្យបោះមានជម្រើសច្រើនគាត់ក៏មានកំងម្ហូបអាហារពេលថ្ងៃពេលយប់ភេសជ្ជៈកាហ្វេអីផ្សេងៗហ្នឹងគឺមានរៀបចំម៉ាសេតអាចតាក់ទងសួរព័ត៌មានបន្ថែមគាត់ទៅគឺមិនខុសបំណងទេបន្ទាប់ពីមានក្តីសុខពេលល្ងាចជុំគ្នាហើយព្រឹកឡើងពួកខ្ញុំក៏ទៅលេងទឹកជ្រោះតែចៃដន្យជួបខាងជនជាតិបរទេសមួយក្រុមគាត់ចង់ទៅលេងទឹកជ្រោះមួយកន្លែងផ្សេងទៀតទេតែខ្ញុំក៏រីកមិនប្រាប់ពួកគាត់ថាមានទឹកជ្រោះមួយកន្លែងថ្មីស្អាតនៅចិត្តនឹងដែរទេពួកគាត់ក៏ព្រមមកតាមខ្ញុំឲ្យទៅជុំគ្នាហេតុអីបានខ្ញុំហៅពួកគាត់មកដោយសារខ្ញុំចង់ផ្សព្វផ្សាយតំបន់ទេសចររបស់យើងទៅឲ្យខាងបរទេសឃើញពួកគាត់ជួយថតផ្សព្វផ្សាយបន្តជាពិសេសគឺពួកគាត់បង្ហោះអីតិចតួចហ្នឹងក៏មានផលប្រយោជន៍ច្រើនទៅដល់យើងដែរជាពិសេសគឺកន្លែងថ្មីដែលស្អាតកន្លែងមួយនេះអត់ទាន់មាន Google Map អត់មានផ្លូវចូលទេយើងចូលតាមច្រកមួយនៅចិត្តស្ពានខ្ពស់ជាងគេហ្នឹងគឺមានផ្លូវមួយចូលមកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ស្គាល់អាចសួរខាង Sound Stay ទៅគាត់នឹងមាន guide ជូនមកឬក៏អ្នកទាំងអស់គ្នាអាចសួរគេនៅតំបន់ហ្នឹងក្រែងគេស្គាល់អញ្ចឹងណាតែកន្លែងហ្នឹងអត់ទាន់មាន Google Map ទេជួបរៀបសុំជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីអារម្មណ៍មួយដែលខ្ញុំធ្លាប់តែបោកគេឥឡូវនេះប៉ះគេបោកវិញទៅពេលខ្ញុំនាំភ្ញៀវខ្ញុំប្រាប់គេថាអូ500ម៉ែត្រទៀតដល់1គីឡូទៀតដល់តិចទៀតដល់ហើយយ៉ាឥឡូវនេះខ្ញុំប៉ះរបស់ពិតដែរហើយគេថា700ម៉ែត្រទេដើរទឹកជ្រោះហ្នឹងតែ700ម៉ែត្រទេតែឥឡូវនេះខ្ញុំដើរអស់1គីឡូ2គីឡូឥឡូវហើយតែមិនទៅលឺសលេងទឹកជ្រោះទេអញ្ចឹងពេលខ្លះកុំបោកគេពេកឥឡូវគេបោកវិញហើយឥឡូវលឺចង់ប៉ាត់សម្រាប់ចម្ងាយប្រហែលជា1គីឡូកន្លះទេដីប្រហែលជា1គីឡូដីយើងដើរផ្លូវស្មើកាត់ព្រៃដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូមិញហើយប្រហែលជាខ្ទង់500ម៉ែត្រគឺជាផ្លូវដែលយើងចោតយើងចុះទៅគឺល្អខ្លាំងហើយក៏មានទៀក1 2ដែរមិនអត់សោះទេគឺមានខ្លះដែរផ្លូវយើងចោតខ្លាំងអាមួយកន្លះគីឡូចុងក្រោយហ្នឹងគឺយើងចោតខ្លាំងហ្មងឃើញបរទេសហើយមិត្តភក្តិខ្ញុំអីហ្នឹងគឺដួលលំមៀអស់គូតតែញយដែរទេដោយសារតែផ្លូវជាពិសេសគឺខែភ្លៀងទៀតបើសិនជាមេឃភ្លៀងទៀតខ្ញុំគិតថាផ្លូវនេះប្រហែលជាល្អខ្លាំងដោយសារនេះអត់មានភ្លៀងផងល្អប៉ុណ្ណឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាទៅក៏ប្រុងប្រយ័ត្នដែរអញ្ចឹងយើងដើរប្រហែលជា1គីឡូកន្លះយើងក៏មកដល់ទឹកជ្រោះទី1នេះគឺនៅចិត្តទី2ដែរទេទី1នោះក៏ស្អាតដែរអ្នកទាំងអស់គ្នាពេលទៅឃើញផ្ទាល់រៀងស្អាតខ្លាំងជាងហ្នឹងណាទី1ហ្នឹងយើងដើរប្រហែលជា100ម៉ែត្រដល់50ម៉ែត្រទៀតមកដល់ទឹកជ្រោះទី2ហ្នឹងទឹកជ្រោះទី2មានឈ្មោះថាទឹកធ្លាក់ថ្លើមថ្មខ្មៅឈ្មោះរៀងប្លែកខ្លាំងមែនតើទឹកធ្លាក់ថ្លើមថ្មខ្មៅប៉ុន្តែបើនិយាយពីសម្រស់វិញអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើ Amazing, this is beautiful place. Oh, the best in Cambodia. Guys, look at this. Nè, thêm mà nè, em này. Lâm chắc cái phong lửa bố lên đi. Các bạn có thấy không? Sátមែនតើនេះស្អាតមែនតើ
មិនចេះទៅអួតទេគឺស្អាតខ្លាំងមែនតែនគ្រាន់តែខ្វះការផ្សព្វផ្សាយបន្តិចទេអ្នកទាំងអស់គ្នាកន្លែងនេះបើខ្ញុំចេញផ្សព្វផ្សាយទាំងប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាជួយ share បុកតិចទៀតគឺស្អាតហើយខ្ញុំបានដើរលុកនៅហ្នឹងមានលអាងភ្នំមានលអាងទឹកជ្រោះនៅក្នុងហ្នឹងអូយសម្រស់និយាយមែនញាក់សាច់ជាពិសេសបើសិនជាយើងខែថយទឹកជាងនឹងតិចទៀតណាខែ12អីហ្នឹងគឺមិនដឹងថាពេញស្អាតប៉ុណ្ណាទេអ្នកទាំងអស់គ្នាសម្រាប់កន្លែងបោះតង់ខ្ញុំសង្កេតឃើញថាអត់សូវមានកន្លែងបោះតង់ច្រើនទេយើងអាចដើររកមើលតាមជាក់ស្ដែងខ្ញុំទៅលើក្រោយខ្ញុំនឹងដើររកមើលដែរហើយកន្លែងចងរឹងមានតិចតួចខ្លះដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅលេងវិលល្ងាចដោយសារតែផ្លូវចូលស្រួលទេជិះដើរចូលប្រហែលជា20នាទីទេអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចទៅវិញវិលល្ងាចក៏បានដែរប៉ុន្តែខ្ញុំសូមលើកដៃសំពះសូមហ្មងកុំបោះសម្រាមចោលគឺកុំបរិយាយអីដោយសារអត់ទាន់មានអ្នកថែរក្សាទេវាជាកន្លែងថ្មីអញ្ចឹងអ្នកដែលទៅលេងមិនថាវិលល្ងាចមិនថាទៅគេងគឺយកសម្រាមមកវិញមកមិនដុតទេពេលខ្លះតែដុតនឹងដុតអត់ស្អាតទៀតអញ្ចឹងបើដុតក៏បានដែរតែគាត់ដុតឲ្យស្អាតមើលអស់ឲ្យចាំចេញមកអញ្ចឹងសុំមែនតែនហ្មងគឺកន្លែងស្អាតណាស់ជួយថែរក្សាខ្ញុំបានផ្សព្វផ្សាយឲ្យអ្នកទាំងអស់គ្នាជួយថែរក្សាទៅគឺល្អទាំងអស់គ្នា The big fish, eh? Blackfish, the popular one. តែថាទៅណាក៏ដាច់បាយដែរទៅណាក៏ដាច់បាយដែរ សិនជាបងប្អូនមានចង្អល់អីអាចខមមិនសួរខ្ញុំបន្ថែមបានខ្ញុំនឹងឆ្លើយរាល់ខមមិនអ្នកទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូខ្ញុំម្នាក់មួយផងដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរខ្មែរយើងឲ្យខ្មែរយើងបានឃើញឲ្យបរទេសបានឃើញបានស្គាល់ហើយកន្លែងស្អាតស្អាតអញ្ចឹងគឺនៅច្រើនកន្លែងទៀតណាស់ខ្ញុំនឹងដាក់បន្ថែមទៀតនៅវីដេអូក្រោយៗទៀតអ្នកទាំងអស់គ្នាគ្រាន់តែជួយ share ទៅអញ្ចឹងវីដេអូបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ